បាទសួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូបង្ហាញពីដំណើរការនៃការរៀបចំប្រព័ន្ធការពារសត្វកាឌៀទុកមុនដែលយើងធ្វើការបាញ់ថ្នាំនិងរៀបចំប្រព័ន្ធទយោបន្ថែមសម្រាប់ធ្វើការបាញ់ថ្នាំទៅថ្ងៃក្រោយនៅរយៈពេលមួយដែលក្រុមហ៊ុនបានកំណត់ជូនបាទហើយនេះជាសកម្មភាពក្រុមការងារធ្វើការតបណ្ដាញប្រព័ន្ធទយោដើម្បីបាញ់ថ្នាំកាឌៀអញ្ចឹងនេះគឺជាការតគឺយើងតនៅអែបធ្នឹមគ្រប់ធ្នឹមទាំងអស់តែម្ដងគឺសងខាងធ្នឹមបាទហើយយើងកាយទម្លាក់ទៅក្រោមមកទឹកបាទដើម្បីកុំឲ្យវានៅក្នុងស៊ីម៉ង់ឬក៏បេតុងគឺយើងអាចប្រើប្រាស់ក្នុងការបាញ់ថ្នាំហើយខាងក្រុមការងារនឹងធ្វើការតេស្តសាកបងជូនអតិថិជនផងដែរហើយយើងមានការបែងចែករុនបញ្ចូលទឹកថ្នាំបានត្រឹមត្រូវទៅតាមទំហំនៃប្រព័ន្ធទយោដែលយើងធ្វើការបាញ់ហ្នឹងបាទចឹងបងប្អូនដែលធ្វើការសាងសង់ផ្ទះថ្មីបងប្អូនអាចធ្វើការរៀបចំប្រព័ន្ធការពារទុកមុនបានដោយសារការរៀបប្រព័ន្ធនេះក៏ជាផ្នែកមួយនៃការទ្រទ្រង់សំណង់របស់បងប្អូនជាពិសេសគឺការពារពីការស៊ីបំផ្លាញរបស់សត្វកាឌៀតែម្ដងទៅលើគ្រឿងលម្អរបស់បងប្អូននៅក្នុងផ្ទះដូចជាទូសុំទ្វារនិងសម្ភារៈផ្សេងៗដែលយើងធ្វើមកពីឈើបាទអញ្ចឹងបងប្អូនមានតម្រូវការទាក់ទងនឹងការការពារសត្វកាឌៀទុកមុនសម្រាប់ផ្ទះអគារសាងសង់ថ្មីបងប្អូនអាចធ្វើការទំនាក់ទំនងមកពួកយើងបានបាទសូមអរគុណ